បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះមានវីដេអូថ្មីបាទទៅលេងនៅកោះឋានសួគ៌ហើយមិញហ្នឹងរូបភាពមកដល់ផែតែម្ដងហើយមកដល់ផែភ្លាមក៏អត់មានចាំយូរទេក៏ដាក់មកប៉ោះតែម្ដងមកមុខដល់កហើយបានអីមកវិញយើងបន្ទាប់មកគឺយើងឡើងលើទូកខាងទូកគឺយើងត្រូវតែពាក់អាវការពារអញ្ចឹងណាបាទដើម្បីសុវត្ថិភាពហើយមើលខ្មែរវាថាត្រូវតែពាក់អាវការពារចូលមុខទៀតណាតោះឥឡូវយើងមើលការជិះទូកលេងកម្សាន្តហ្នឹងណាហ្នឹងហើយគ្រាន់ពីមើលទូកហើយនេះបែកទឹកចូលចឹងទៅចង់ពុលឡោកទៅដូចបែបនេះចឹងហ្នឹងកន្លែងយើងទៅគឺកន្លែងព្រាលហ្នឹងណាបាទកន្លែងមកភ្នំឃើញព្រាលហ្នឹងឥឡូវនេះខ្ញុំមកដល់ផែចំណតនៃកណោតអីហើយទៅដល់កន្លែងឆ្នេរឋានសួគ៌ហ្នឹងគឺមានឡានគេមកយកឲ្យបែរអាវ៉ាន់យើងទៅហើយខ្ញុំក៏អត់ប្រអងទេខ្ញុំទៅដល់ដាក់លឹបមកប៉ោះសង្ហាមកណាហើយជាវាថាទឹកនៅនឹងវិញណាទាំងអស់គ្នាគឺថាថ្លាខៀវស្អាតតែម្ដងហើយនិយាយពីត្រីវិញគឺយើងមើលទៅគឺឃើញតែម្ដងយើងមើលចឹងទូចទេប៉ុន្តែត្រីធំបើសិនជាដាក់ទូចមកស្ទូចបាទហើយយើងអាំងឈៀលទៅបាទឥឡូវនេះខ្ញុំទៅដើរទៅច្រកទ្វារហើយខ្ញុំក៏បានថតរូបដែរបាទថតរូបបានពីបោះដែរទៅក្នុងទេសភាពពេលដល់ខ្លោងទ្វារភ្លាមបាទខ្ញុំក៏លេងពីបិបោះផឹបមកហើយមានអ្នកបានមកដល់បាទយូរបានមកម្ដងបាទខ្ញុំដាក់ហើយទៅហើយខ្ញុំក៏បានថតវីដេអូទេសភាពនឹងដែរគឺថានៅលើឆ្នេរនេះគឺសវរដើមដូងហ្មងប៉ុន្តែដោយសារតែវាខ្ញុំថតទៅវាញ័រអញ្ចឹងខ្ញុំមក screenshot ធ្វើ slide show ឲ្យអ្នកទាំងអស់គ្នាបាទតើឥឡូវស្ដាប់អាចតំនិយាយតិចបាទឥឡូវមកដល់កោះឋានសួគ៌ហើយបាទលើកទី1ឯងដែលបានមកដល់ឃើញថាទេសភាពស្អាតមានដើមដូងមានអីស្ងប់ល្អបន្ទាប់មកពួកខ្ញុំក៏យកអីវ៉ាន់ពីខាងឡានគេយកមកឲ្យហ្នឹងហើយក៏ដើរទៅបន្ទប់យើងស្នាក់នៅហើយនេះផ្ទះកម្រួដៃពួកខ្ញុំទៅស្នាក់នៅយប់ហ្នឹងហើយផ្ទះហ្នឹងមានក្រែ2អាចគេងបាន4នាក់បាទហើយបន្ទប់ស្អាតមែនតើមានទីធ្លាឡើងនេះទុកខាកៅអៅហាលទៅវាយបៀក៏វាយទៅហើយបន្ទប់ទឹកគេស្អាតធំបាទហើយគុណទេក៏ស្អាតដែរបាទទឹកក្តៅទឹកជាអូមកអែមទេសភាពស្អាតដែរអ្នកនរគ្នាមើលនេះលឺបន្ទាប់ពីពួកខ្ញុំបានធ្វើការដាក់អីវ៉ាន់នេះហើយក៏បានទៅលេងហ្គេមបាទលក្ខណៈជា team សាមគ្គីអញ្ចឹងណាយើងលេងហ្គេមហើយយើងក៏ទៅសុបអាហារពេលថ្ងៃបាទសុបអាហារពេលថ្ងៃហើយក៏អង្គុយលេងទៅដេកលេងអីចឹងថតរូបចឹងខ្ញុំទៅនេពេកបាទទៅដេកក្រុមតាមដងឲ្យផ្លែដងធ្លាក់លើក្បាលហើយណាគេដេកក៏ដេកទៅណាលេងបៀក៏លេងទៅបាទហើយចង់អ្នកណាលេងបាល់ក៏លេងទៅបាទស្រែកទៅចិត្តរៀងខ្លួនបាទតែយើងរួមទៅទេសភាពនេះស្អាតមែនហើយបាទថ្ងៃហ្នឹងឃើញជនទេសចរបាទមានជនជាតិខ្មែរយើងជនបរទេសក៏គាត់មកលេងដែរឃើញបានជា3តុកដែរគាត់អង្គុយសាបាយជុំគ្នាទេសភាពនៅទីនេះខ្ញុំទៅវាមានម្លប់ច្រើនជាងនៅកោះរងសន្លឹមអ្នកទាំងអស់នេះបាទមានដើមឈើមានកន្លែងអង្គុយច្រើនបាទវាជាក់ស្រួលហើយខ្ញុំមើលមើលកាត់ក៏ប្រទះឃើញកង់វិណាគេយកមកទុកចោលក៏យកជីកតែម្ដងបាទធ្វើបើអីបាទឥឡូវទៅហើយបាទទៅហើយកង់ធូរផងមើលកន្លែងលក់អីហ្នឹងណាបាទឥឡូវយើងទៅមើលទេសភាពដែលខ្ញុំថតពេលដែលជិះកង់អស់គ្នាបាទកន្លែងនេះយើងត្រូវហួសទៅគេហៅថាឆ្នេរម៉ាហ្វ្យាបាទនោះមានកន្លែងក្មេងលេងមានអីចឹងទៅអូញីញ័រតិចហើយអ្នកទាំងអស់គ្នាជាស្រ័យបាទព្រោះថាជិះកង់បដើថតបដើអត់មាន GoPro ដូចគេបាទ
ហើយខ្ញុំអត់ស្គាល់អីទេបាទចេះជិះទៅជិះអស់កន្លែងទៅក៏ត្រឡប់មកវិញតែទេសភាពនៅលើកោះនេះគឺថាស្អាតហើយត្រជាក់បាទព្រោះមានដើមឈើច្រើនហើយក្បែរនេះមានជើងភ្នំទៀតបាទមានភ្នំនៅមួយជួរហ្នឹងមើលទៅគឺសស្អាតមែនទែនហើយបន្ទាប់មកខ្ញុំក៏ចូលទៅទិញកាហ្វេមួយកែវទៅបាទកុំឲ្យថាទៅចូលលេងកន្លែងគេអត់មានទិញអីសោះបាទហើយបន្ទាប់មកខ្ញុំក៏ទៅឡើងចំណតផែម៉ាវសាដែរឃើញថតពីចម្ងាយពីនាងមច្ឆាហើយចេញពីនឹងមកមិនដឹងថតទេជាដើរថតដើមដូងដើមអីហ្នឹងឯងបាទវាស្អាតពេកវ៉អីថតមិនឃើញបន្ទាប់ពីដើរលេងយ៉ាងហត់មកពួកខ្ញុំក៏នាំគ្នាទៅមើលផ្កាថ្មបាទណាវាយវ៉ែនតាផងអីហ្នឹងបាទអាវពងអាវអីបាទហើយនេះគឺជាម៉ាក់សេដេសដែលខ្ញុំត្រូវជិះទៅមើលផ្កាថ្មស្អាតមែនទែនបាទមើលទេសភាពមកឡើងហើយជាក់ស្រួលហើយទៅដល់កន្លែងនោះមកស្ដេចរបស់យើងក៏ធ្លាក់ចុះទៅហើយយើងដើរចុះទៅក្រោមទៅប្រហែលជា20-30ម៉ែត្របាទនេះគឺជាលើកទី1ដែលខ្ញុំមានបទពិសោធន៍ដែលមកងូតទឹកហើយបានមើលផ្កាថ្មទៀតព្រោះថាមកលេងសមុទ្ររត់ដងគឺគ្រាន់តែងូតទឹកសមុទ្រទេបាទផ្កាថ្មស្អាតតែអ្នកទាំងអស់គ្នាបានខ្ញុំបានឃើញមានត្រីមានអីហែអញ្ចឹងទៅតែគួរសោកស្ដាយមានកន្លែងខ្លះគឺជន់បាក់អស់ទៅហើយអញ្ចឹងសូមឧត្តមទៅទាំងអស់គ្នាថាកុំជន់លើផ្កាថ្មណាព្រោះងាយដុតទេហើយនៅពេលនោះក៏មានអ្នកទេសចរមកចូលមកមើលផ្កាថ្មដូចពួកយើងដែរប៉ុន្តែពីរីសតផ្សេងហើយចេញពីនឹងវិញក៏ឃើញវងត្រីបាទខ្ញុំក៏ឃើញហើយព្រឺសបល់បាទតាមពិតវងត្រីសោះក៏គួរឲ្យខ្លាចបន្ទាប់ពីមើលផ្កាថ្មហើយពួកខ្ញុំក៏រៀបចំទឹកងូតអីសម្អាតខ្លួនអញ្ចឹងណាហើយខាងរីសតក៏គេរៀបចំរៀបតុរៀបអីដើម្បីឲ្យយើងបានទទួលទានអាហារពេលល្ងាចបាទហើយខ្ញុំក៏អត់អង្គយូរខ្ញុំចេះដើរថតរូបថតអីអញ្ចឹងទៅបាទទេសភាពស្អាតយើង enjoy ជាមួយនឹងទេសភាពអញ្ចឹងណាបាទហើយយើងមកដល់សមុទ្រយើងដើរធ្វើសេតធ្វើអីអញ្ចឹងណាហ្នឹងហើយសេតចិត្តយើងអ្នកខ្លះមករត់ពេញនឹងដួលថាប់ធីងខ្ញុំដើរធ្វើសេតបាទអូសង្ហាមមហើយមុនបានហូបបាយហ្នឹងគឺគេឲ្យថតរូបជុំគ្នាទាំងអស់គ្នាហ្នឹងហើយតែវាទេសភាពស្អាតមែនតើបាទពេលល្ងាចឡើងភៀវមកបាទហើយនេះខ្លា4នាក់នេះសន្យាគ្នាបាទផឹកដល់ម៉ោង4ភ្លឺហើយនេះគឺជារូបពេលយប់បាទខ្ញុំថតដល់3ទីភ្លឺបាទមានភ្លឺប្រខែអីស្អាតមែនតើហើយតលេងសមុទ្រពីរដងហ្នឹងបាទអត់មានអីដែលផ្ញើទេអ្នកអស់គ្នាផ្ញើតែរូបភាពទឹកឡងពេលយប់ម៉ោង3 7ភ្លឺដល់ឲ្យមើលនឹងឯងដឹងអីផងដល់ម៉ោងទៅវិញទៀតឯងអ្នកនរគ្នាអើយបាទដើរលេងមិនទាន់អស់ចិត្តផងហើយមុនទៅនឹងជិញស្ទាយស្អីទេអត់យល់បាទអារម្មណ៍មិនទាន់ចង់ទៅវិញទេបាទចង់បាននៅពីមួយថ្ងៃទៀតតែធ្វើមិនទេក្រុមហ៊ុនឲ្យតែមួយថ្ងៃហើយមកដល់គោកហ្នឹងនឹងមកឆ្លៀតដាក់កាហ្វេមកកែវអីណាថតចេញ brand ចេញអីចឹងទៅអ្នកនរគ្នាហ្នឹងហើយវីដេអូដំណើរកម្សាន្តខ្ញុំមានប៉ុណ្្នឹងហើយជួយ like ហើយ subscribe ឲ្យផងអរគុណច្រើនបាយបាយ